เรื่องព្រះនាងអប្សរានិងរបាំសន្តិភាពកាលពីព្រេងនាយនៅក្នុងសម័យកាលដ៏រុងរឿងមួយនៃអាណាចក្រអង្គរមានព្រះនាងមួយអង្គព្រះនាមថាសុវណ្ណអប្សរព្រះនាងមានរូបឆោមលោមពណ៌ស្រស់ស្អាតដូចទេពធីតាចុះពីឋានសួគ៌និងមានចិត្តស្រឡាញ់សិល្បៈរបាំជាខ្លាំងនៅពេលនោះនគរបានជួបប្រទះនឹងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរស្រែចម្ការប្រេះក្រហែងទន្លេបឹងបួររីងស្ងួតហើយប្រជារាស្ត្រកើតទុក្ខវេទនាយ៉ាងខ្លាំងព្រះមហាក្សត្រនិងពុះមន្ត្រីបានបន់ស្រន់គ្រប់ទីកន្លែងប៉ុន្តែនៅតែគ្មានភ្លៀងធ្លាក់សូម្បីតែមួយដំណក់1ការនិមិត្តរបស់ព្រះនាងយប់មួយព្រះនាងសុវណ្ណអប្សរបានយល់សប្តិឃើញទេវតាមួយអង្គបានប្រាប់ព្រះនាងថាដើម្បីសង្គ្រោះនគរបានមានតែការសម្ដែងរបាំដ៏បរិសុទ្ធមួយដែលចេញពីចិត្តស្មោះសរដើម្បីបួងសួងដល់ព្រះឥន្ទ្រីនិងទេវតាទើបអាចនាំទឹកភ្លៀងមកវិញបានព្រះនាងភ្ញាក់ឡើងដោយមានការតាំងចិត្តទ្រង់បានចំណាយពេល7យប់5ទីថ្ងៃដើម្បីហាត់រៀនក្បាច់របាំថ្មីមួយដែលមិនធ្លាប់មានពីមុនមកព្រះនាងបានយកគំរូតាមកាយវិការរបស់សត្វនាគការរីកនៃផ្កាឈូកនិងចលនានៃស្លឹកឈើត្រូវខ្យល់ 1.2 ពិធីបួងសួងដ៏អស្ចារ្យនៅថ្ងៃពេញបូរមីព្រះនាងសុវណ្ណអប្សរបានតែងខ្លួនក្នុងឈុតពណ៌មាសឆ្អិនឆ្អៅដោយរូបចម្លាក់នៅតាមជញ្ជាំងប្រាសាទព្រះនាងបានយាងទៅកាន់ទីលានមុខប្រាសាទធំដោយមានប្រជារាស្ត្ររាប់ពាន់នាក់មកចូលរួមសំឡេងភ្លេងពីណាប៉ាតចាប់ផ្ដើមបន្លឺឡើងព្រះនាងចាប់ផ្ដើមរាំយ៉ាងទន់ភ្លន់ដៃរបស់ព្រះនាងពុតពេនដូចជាវល្លិមាសជើងរបស់ព្រះនាងបោះជំហានយ៉ាងរឹងមាំតែស្រាវដោយសំឡីគ្រប់កាយវិការរបស់ព្រះនាងហាក់ដូចជាកំពុងនិយាយទៅកាន់មេឃនិងដីក្បាច់ទី1តំណាងឲ្យការដុសពន្លក់នៃជីវិតក្បាច់ទី2តំណាងឲ្យការសុំសេចក្តីមេត្តាក្បាច់ទី3តំណាងឲ្យការភ្ជួបគ្នារវាងមនុស្សនិងទេវតា 1.3 ដំណក់ទឹកភ្លៀងទាបខណៈដែលព្រះនាងកំពុងរាំដល់ចំណុចកំពូលមេឃដែលស្រឡះស្រាប់តែប្រែជាមានពពកខ្មៅដេកដាស់ខ្យល់ត្រជាក់ចាប់ផ្ដើមបក់មកប៉ះផ្ទៃមុខរបស់ប្រជារាស្ត្រភ្លាមនោះដំណក់ទឹកភ្លៀងដំបូងបានធ្លាក់ចុះមកវាជាទឹកភ្លៀងដែលថ្លាដូចពេជ្រប្រជារាស្ត្រស្រែកជ័យខូដោយក្តីត្រេកអរព្រះនាងសុវណ្ណអប្សរនៅតែបន្តរាំក្រោមដំណក់ទឹកភ្លៀងនោះរហូតដល់ទឹកភ្លៀងនោះប្រែជាផ្កាមាសធ្លាក់មកស្រោចស្រពនគរទាំងមូលធ្វើឲ្យដីដែលស្ងួតប្រែជាមានជីវិតឡើងវិញទីបញ្ចប់ចាប់តាំងពីពេលនោះមកព្រះនាងត្រូវបានគេប្រសិទ្ធនាមថាព្រះនាងអប្សរាហើយក្បាច់របាំដែលព្រះនាងរាំត្រូវបានគេចម្លាក់ទុកនៅលើជញ្ជាំងប្រាសាទដើម្បីទុកជាមរតកដល់កូនចៅជំនាន់ក្រោយឲ្យបានឃើញពីភាពស្រស់ស្អាតនិងអានុភាពនៃសិល្បៈខ្មែរ